院医院医院មានន័យថាមន្ទីរពេទ្យមក医院មន្ទីរពេទ្យខ្ញុំនិយាយថា我去医院ខ្ញុំទៅមន្ទីរពេទ្យហ្នឹងមកប្រើបានដូចគ្នាទេងាយស្រួល第二诊所诊所诊所នេះមានន័យថា clinic 诊所 clinic如果是你们医院和诊所你们想去哪个ទីពេទ្យ clinic បងតើគ្នាចង់ទៅមួយណាជាង诊所可能有点贵បើទៅ clinic អាចនឹងថ្លៃ那我就是吧第三入院入院នេះមានន័យថាចូលមន្ទីរពេទ្យឬក៏បងនិយាយជាងាយស្រួលស្ដាប់មានន័យថាចូលពេទ្យ入院比如说昨天他入院了昨天他入院了មានន័យថាម្សិលមិញគាត់ចូលពេទ្យហើយ第四出院នេះមានន័យថាចេញពីពេទ្យបង出院ចេញពីពេទ្យវិញ昨天他入院了今天妈妈出院了បងផាបានដូចគ្នា第五住院នេះមានន័យថាសម្រាប់ព្យាបាលនៅមន្ទីរពេទ្យដូចជាពេលតម្រូវឲ្យបងសម្រាប់នៅពេទ្យចំនួន3ថ្ងៃអញ្ចឹងហ្នឹងគេប្រើពាក្យថា住院比如说我哥住院3天了我哥មានន័យថាបងប្រុសរបស់ខ្ញុំ住院ស្នាក់នៅមន្ទីរពេទ្យខណ្ឌពេញមើលជំងឺព្យាបាលក៏បានដែរ3天了មានន័យថាបងប្រុសរបស់ខ្ញុំស្នាក់នៅមន្ទីរពេទ្យមើលជំងឺ3ថ្ងៃហើយទីលាវ诊断នេះមានន័យថាធ្វើរោគវិនិច្ឆ័យនេះតើតើមួយគ្រូពេទ្យទេបង诊断ធ្វើរោគវិនិច្ឆ័យ医生诊断再诊断对不起他的病មានន័យថាគ្រូពេទ្យកំពុងធ្វើរោគវិនិច្ឆ័យជំងឺរបស់គាត់ទី7治療នេះគឺព្យាបាលដងព្យាបាលជំងឺនឹងឯងបង治療ព្យាបាលជំងឺទី8手術នេះគឺការវះកាត់比如说他要做手术了មានន័យថាគាត់ត្រូវធ្វើការវះកាត់ហើយអ្វីនេះថ្លៃ手术费មានន័យថាថ្លៃវះកាត់ចឹងខ្ញុំសូមអានឡើងវិញវិច័យទូទៅទៀនទី医院ទីពេទ្យ第二诊所 clinic 第三入院ចូលពេទ្យ第四出院ចេញពីពេទ្យ第五住院សម្រាប់ព្យាបាលនៅមន្ទីរពេទ្យទី6诊断ធ្វើរោគវិនិច្ឆ័យ第7治療第8手術ការវះកាត់昨天他入院了ម្សិលមិញគាត់ចូលពេទ្យហើយ我哥住院看病3天了对不起哦我写拼音错了មានន័យថាបងប្រុសរបស់ខ្ញុំស្នាក់នៅមន្ទីរពេទ្យមើលជំងឺ3ថ្ងៃហើយ医生在诊断他的病គ្រូពេទ្យកំពុងធ្វើរោគវិនិច្ឆ័យជំងឺរបស់គាត់他要做手术了គាត់ត្រូវធ្វើការវះកាត់ហើយ手术费ថ្លៃវះកាត់
จุเสื้อនេះមានន័យថាចាក់ថ្នាំប៉ុន្តែភាគច្រើនគឺបងឃើញតែពាក្យថាតាចិននិងจุเสื้อដូចគ្នាណាខណៈจุเสื้อនេះភាគច្រើនគឺគេហៅថាពាក្យបច្ចេកទេសប្រើនៅសម្រាប់ពេទ្យប្រើដល់ពេលតាចិននេះអឺទូទៅគេទូទៅទី10ស៊ូយេនេះមានន័យថាព្យួរស្រោមបងនេះក៏ភាគច្រើនពេទ្យប្រើដែរប៉ុន្តែបើសិនជាបងតគ្នាប្រើធម្មតានឹងបងប្រើពាក្យថាតាទៀនទីនឹងក៏ព្យួរស្រោមដូចគ្នាបងតាទៀនទីប៉ុន្តែតាទៀនទីប្រើទូទៅឯងពេទ្យក៏ស្គាល់ប្រជាជនសាមញ្ញក៏គាត់ស្គាល់ដែរប៉ុន្តែស៊ូយេភាគច្រើនគឺពេទ្យបានស្គាល់ខ្ញុំសូមបន្តទី11បោចានេះមានន័យថាប៉ងស៊ីម៉ងឬក៏បងនិយាយថារុំដូចរុំរបួសអីចឹងណាបងប្រើពាក្យបោចាប៉ងស៊ីម៉ងរុំរបួសទី12处方នេះមានន័យថាសម្បត្តិថ្នាំឬក៏វេជ្ជបញ្ជាបង处方សម្បត្តិថ្នាំក៏បានវេជ្ជបញ្ជាក៏បានដែរបងណានឹងចាំពាក្យបើកថ្នាំឬក៏ទិញថ្នាំចឹងណានឹងបងប្រើពាក្យខៃយកមិនខៃយកបើកថ្នាំបងទិញថ្នាំក៏បានទី13កក់ហោនេះគឺចោះឈ្មោះប៉ុន្តែខ្ញុំសូមបញ្ជាក់កក់ហោភាគច្រើនគឺតាក់ទងមួយពេទ្យទេដូចជាបងត្រូវតំងជួរចាំលេខអើយអាហ្នឹងគេប្រើពាក្យកក់ហោចោះឈ្មោះបងនិយាយថាចាំលេខក៏បានដែរបងចាំលេខរៀងក៏ប្រើបានដែរទី14会诊នេះមានន័យថាពិគ្រោះយោបល់比如说我跟医生会诊ខ្ញុំពិគ្រោះយោបល់នៅជំងឺរបស់ខ្ញុំជាមួយនឹងគ្រូពេទ្យទី15ពេញលីនេះមានន័យថាប្រវត្តិជំងឺបងដូចជាពេលដែលអ្នកជំងឺចូលមកគ្រូពេទ្យគាត់សួរអីបងធ្លាប់ឈឺនេះអត់ដាស់សាយអត់ហើយពេទ្យគាត់កត់ទុកហើយអាហ្នឹងគេប្រើពាក្យថាពេញលីប្រវត្តិជំងឺទី16病房នេះមានន័យថាបន្ទប់អ្នកជំងឺប៉ុន្តែបើសិនជាអ្នកជំងឺអានោះមកប្រើពាក្យមួយទៀតនិយាយថាពេញរ៉ិនអ្នកជំងឺបងពេញរ៉ិនតែខ្ញុំសូមអានម្ដងទៀតបច្ច័យទូវិពាន注射ចាក់ថ្នាំទី10输液ព្យួរស្រោម爆炸帮西蒙荣12处方សម្បត្តិទិញថ្នាំវិជ្ជបញ្ជា13挂号ចុះឈ្មោះ14会诊ពិគ្រោះយោបល់15病例ប្រវត្តិជំងឺ16病房បន្ទប់អ្នកជំងឺតាចិនចាក់ថ្នាំតាទៀនទីព្យួរសេរ៉ូមខៃយកនេះក៏អាចបកប្រែថាវិជ្ជបញ្ជាឬក៏ចេញថ្នាំបានដែរ我跟医生诊会我的病ខ្ញុំពិគ្រោះយោបល់អំពីជំងឺរបស់ខ្ញុំជាមួយគ្រូពេទ្យ病人អ្នកជំងឺ第17急診室មានន័យថាបន្ទប់សង្គ្រោះបន្ទាន់ emergency room បង急診室បន្ទប់សង្គ្រោះបន្ទាន់18手术室នេះមានន័យថាបន្ទប់វះកាត់手术បងដឹងហើយវះកាត់室នឹងបន្ទប់手术បន្ទប់វះកាត់19护士
Hụ sự nàyមានន័យថាគិលានុបដ្ឋាយិកាឬក៏ភាគច្រើនបង្ហៅថា nurse 护士គិលានុបដ្ឋាយិកា20药剂师药剂师药剂师នេះមានន័យថាឧស្សាហការី药剂师ឧស្សាហការីបង pharmacy អ្នក pharmacy 21急救人员急救人员急救人员នេះមានន័យថាអ្នកសង្គ្រោះបន្ទាន់អ្នកសង្គ្រោះបន្ទាន់គឺខ្ញុំមកទៀតថាមុននឹងឡានពេទ្យមកដល់អញ្ចឹងខ្ញុំនិយាយថាបងឃើញគាត់មានគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងទៅហើយគាត់បាក់ដងហើមអញ្ចឹងបងធ្វើការសង្កត់ទ្រូងរបស់គាត់អញ្ចឹងជួយសង្គ្រោះគាត់បឋមមុននឹងឡានពេទ្យដល់អញ្ចឹងហ្នឹងគេហៅថា急救人员សង្គ្រោះបន្ទាន់អ្នកសង្គ្រោះបឋម对不起第20检查检查检查នេះមានន័យថាពិនិត្យ检查身体ចឹងទៅមានន័យថាពិនិត្យសុខភាពប្រើបាននេះគ្នា23体验体验体验នេះបកប្រែថា check up បង check up check up សុខភាពហ៎បងដូចខ្ញុំមកទៀតថាគាត់ឈឺជំងឺគាត់ឈឺបេះដូងអីចឹងជំងឺបេះដូងចឹងទៅហើយគាត់ព្យាបាលហើយពេទ្យគាត់ថាអូអើយ2 ឆ្នាំក្រោយមក check up សុខភាពម្ដងទៀតអាហ្នឹងគេប្រើពាក្យ体验24疫苗疫苗នេះមានន័យថាវ៉ាក់សាំងបង疫苗វ៉ាក់សាំង25症状នេះអាការៈឬក៏រោគសញ្ញានៃជំងឺតែថាបងរៀងក្តៅខ្លួនឈឺក្បាលអញ្ចឹងណាហើយបងទៅពេទ្យអាហ្នឹងគេប្រើពាក្យជំងឺការៈនៃជំងឺផ្ដាសាយអញ្ចឹងណាមានហៀស្បោមានអីចឹងទៅ26医生证明单医生证明单医生证明单នេះមានន័យថាសំបុត្រពេទ្យបង医生证明单សំបុត្រពេទ្យជួយខ្ញុំសូមអានឡើងវិញ17急诊室急诊室បន្ទប់សង្គ្រោះបន្ទាន់18手术室手术室បន្ទប់វះកាត់19护士គិលានុបដ្ឋាយិកា20药剂师药剂师ឧស្សាហការី21急救人员急救人员អ្នកសង្គ្រោះបឋម22检查检查ពិនិត្យ23体验 check up 24疫苗វ៉ាក់សាំង25症状អាការៈរោគសញ្ញានៃជំងឺ26医生证明单医生证明单សំបុត្រពេទ្យចឹងពាក្យទាំង26នេះប្រើប្រាស់តកតមួយមន្ទីរពេទ្យបងតាគ្នាមើលលេងទៅពេលខ្លះបងត្រូវប្រើប្រាស់ដែរ好的拜拜祝你们那个中秋节快乐吧第一工厂工厂工厂នេះមានន័យថារោងចក្របង工厂រោងចក្រ有谁在工厂工作吗មានបងណាធ្វើការនៅរោងចក្របង如果有回答我បើសិនមកមានឆ្លើយតបខ្ញុំបានណា第二点数点数点数នេះមានន័យថារាប់ប៉ុន្តែបងប្រើពាក្យ数តែម្ដងក៏រាប់ដែររាប់ចំនួនរាប់អីប្រើតាកាត់អញ្ចឹងក៏បានដែរអក្សរហ្នឹងវាមានសលេងពីរវាមានសលេងសុនិងសលេងសុក៏រាប់ដែរបងទៀនសុក៏រាប់ដែរប៉ុន្តែអាចរាប់លេខច្រើនជាងទៀនសុនេះរាប់លេខបន្ថែមរាប់លេខបងប៉ុន្តែបើសិនជាស៊ូគឺរាប់ដូចជារាប់ចំនួនរាប់អីស៊ូឈៀនរាប់លុយចឹងទៅទីសានឆាងឃុកឆាងឃុកឆាងឃុកនេះមានន័យថាឃ្លាំងបងឆាងឃុកឃ្លាំងទី4布料នេះកណាត់អាចប្រើមួយទៀតបងអាចប្រើពាក្យមានលាវក៏បានដែរ
miên liêu cả nạt đấy phụ liệu rồi có miên liêu được như bao wifi 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 นี่មានន័យថាចែកចាយទៅក្រៅ wifi ចែកចាយទៅក្រៅទីលាវ纸箱纸箱纸箱នេះមានន័យថាកាតុងបង纸箱纸箱កាតុងទី七装货装货装货នេះមានន័យថាឡើងទំនិញដូចបងឡើងទំនិញដាក់ឡានកុងតឺន័រអញ្ចឹងណានឹងគេប្រើពាក្យ装货អីទីba 卸货卸货ទម្លាក់ទំនិញចុះទម្លាក់ទំនិញចុះដូចជាទម្លាក់ទំនិញចុះពីឡានកុងតឺន័រគឺឬក៏ទម្លាក់ទំនិញពីឡានចូលទៅក្នុងឃ្លាំងអាហ្នឹងគេប្រើពាក្យ卸货ដែរចឹងខ្ញុំសូមអានម្ដងទៀតបច្ច័យទូវិភាគទី工厂工厂រោងចក្រទី二点数រាប់លេខរាប់ចំនួនទី三仓库仓库ឃ្លាំងទីខ្ញុំសូមអធិស្ឋានទៅសេខុសឃ្លាំងមានឆ្លាំងទេបងឃ្លាំង第四布料ក្រណាត់ទី五 Wi-Fi ចែកចាយទៅក្រៅទី六纸箱កាតុងទី七装货ឡើងទំនិញទី八卸货ទម្លាក់ទំនិញចុះ有谁在工厂工作吗有谁在工厂工作吗តើមាននរណាធ្វើការនៅរោងចក្រទេ数រាប់面料ក្រណាត់第九品车品车នេះមកជុលបងមកជុលម៉ាស៊ីនមកជុលមួយ品车បងដែលគាត់ផ្នែកដីបែរគេស្គាល់ហើយបង品车ម៉ាស៊ីនមកជុលមួយ第十考克机考克机នេះមានន័យថាម៉ាស៊ីនផុង第十一网车ម៉ាស៊ីនបញ្ចូលពីរសំណាញ់十二双针车ម៉ាស៊ីនបញ្ចូលពីរប៉ុន្តែនេះអត់មានសំណាញ់ទេខាងលើមានបង第十三锁眼机ម៉ាស៊ីនស្រេះ十四钉扣机នេះមានន័យថាម៉ាស៊ីនវាយឡេវ十五拉腰车ម៉ាស៊ីនអូសចង្កេះខោ十六买家车ម៉ាស៊ីនអោបខ្ញុំសូមអានម្ដងទៀតបងណា平车ម៉ាស៊ីនបញ្ចូលមួយ第十考克机ម៉ាស៊ីនផុង十一网车ម៉ាស៊ីនបញ្ចូលពីរសំណាញ់十二双针车ម៉ាស៊ីនបញ្ចូលពីរ十三锁眼机ម៉ាស៊ីនស្រេះ十四钉扣机ម៉ាស៊ីនវាយឡេវ十五拉腰车ម៉ាស៊ីនអូសចង្កេះខោ十六买家车ម៉ាស៊ីនអោបចឹងខ្ញុំសូមបន្ត第十七切捆条机切捆条机មានន័យថាម៉ាស៊ីនកាត់ខ្សែកណាត់កបង第十八汤头នេះគឺឆ្នាំងអ៊ុត十九打线机មានន័យថាម៉ាស៊ីនខារអំបោះ二十手风មកចូលដៃបងនេះប្រើមកចូលដៃវិញចិនទៅទេក៏មកចូលដែរ二十一纸板កណ្ដាស់ពុំដូចពី